ថាភាគច្រើនអត់តែឃើញលំហាត់ហ្នឹងគឺថាពិបាកអញ្ចឹងដើម្បីដឹងថាពិបាកឬមិនពិបាកអញ្ចឹងបងប្អូនមើលវីដេអូនេះទាំងអស់គ្នាសួស្តីបងប្អូនដែលជាបេក្ខជនបាក់ឌុបរៀន2ថ្ងៃមុនប្រឡងទាំងអស់គ្នាខាងក្រោយលោកគ្រូនេះគឺជាប្រភេទលំហាត់មួយដែលកូនសិស្សភាគច្រើនអត់តែឃើញលំហាត់ហ្នឹងគឺថាពិបាកអញ្ចឹងដើម្បីដឹងថាពិបាកឬមិនពិបាកអញ្ចឹងបងប្អូនមើលវីដេអូនេះទាំងអស់គ្នាអញ្ចឹងប្រភេទលំហាត់នេះគឺជាលំហាត់ sequence ចរន្តឆ្លាស់អញ្ចឹងតើគេដោះស្រាយបែបម៉េចយើងអានប្រធានលំហាត់ទាំងអស់គ្នាអញ្ចឹងលំហាត់គេថានៅក្នុង sequence មួយមាន capacity អញ្ចឹង capacity របស់យើងគឺ C ស្មើនឹង10 microfarad អញ្ចឹងយើងស្រង់បំប្រាប់មួយមកណាកន្លែងនេះយើងស្គាល់ C អញ្ចឹងកាលណា C គឺជាតម្លៃរបស់កុងដង់សតើណាមានន័យថា capacity បើ10 microfarad ហ្នឹងគឺជាតម្លៃរបស់កុងដង់សតើតោះហើយត្រូវបានភ្ជាប់ទៅនឹងប្រភពចរន្តឆ្លាស់ដែលមាន frequency 50 A ដែល50 A ហ្នឹងគឺយើងតាំងដោយ F ណា F គឺជា frequency ហើយនឹងតង់ចុងប្រសិទ្ធនៃ sequence របស់យើងហ្នឹងគឺគេតាំងដោយ V ស្មើនឹង220 V អញ្ចឹងនៅពេលដែលយើងអានប្រធានលំហាត់ហើយឃើញថា sequence នេះគឺមានតែ C ទេណាអត់មាន A អត់មាន L ទេមានតែ C ទេអញ្ចឹង sequence គឺជា sequence របស់កុងដង់សតើណាឬក៏ sequence នៃកុងដង់សតើដែលមានកុងដង់សតើសិតតើអញ្ចឹងយើងមើលសំណួររបស់គេសំណួរទី1អក្សរកគឺគណនាអាំពេដង់នៃ sequence អញ្ចឹងតើអាំពេដង់នៃ sequence sequence អីយើងត្រូវដឹង sequence អីអញ្ចឹងយើងកលេចមើលទៅឃើញតែមាន C ទេមិនធៀប C ទេអញ្ចឹង sequence នេះគឺជា sequence កុងដង់សតើអញ្ចឹងអាំពេដង់របស់យើងគឺយើងតាំងដោយ set ដល់ sequence របស់យើងគឺជា sequence កុងដង់សតើអញ្ចឹងមានន័យថាអាំពេដង់នៃកុងដង់សតើហើយយើងតាំងដោយ set C ណាអូខេហើយអក្សរខគឺបើសិនជាគេឲ្យសម័យកាលមកប៉ុណ្ណេះណាសម័យកាលចរន្តមកប៉ុណ្ណេះអញ្ចឹងគេឲ្យគណនាកន្សំតង់ចុងខណៈនៃកុងដង់សតើអញ្ចឹងគេរកកន្សំតង់ចុងណាតង់ចុងគឺរក V ខណៈឬក៏ V នៃតេណាមួយណាតើកន្សំតង់ចុងមិនអញ្ចឹងមុននឹងដោះស្រាយលំហាត់នេះលោកគ្រូសូមទៅរំលឹករូបមន្តមួយចំនួនណាដែលតាក់ទងទៅនឹងលំហាត់ហ្នឹងអញ្ចឹងនៅក្នុង sequence ចរន្តឆ្លាស់លោកគ្រូសូមរំលឹកមួយគឺដើម្បីដោះស្រាយ sequence ចរន្តឆ្លាស់សំណួរភាគច្រើនគឺគេរកអាំពេដង់ហើយនឹងសេសម័យកាលប៉ុណ្ណឹងឯងអត់ទៅណាឆ្ងាយទេបើតាមតោះទី1គឺបងប្អូនត្រូវចេះរកអាំពេដង់អញ្ចឹងតើអាំពេដង់របស់យើងគឺប្រហែលរូបមន្តណាតោះអញ្ចឹងទី1គ្រូរំលឹកទី1គឺអាំពេដង់នៃ resistance អញ្ចឹងអាំពេដង់នៃ resistance ដែល A ហ្នឹងគឺយើងតាំងដោយ resistance set A ស្មើនឹង A ណាមួយទៀតអាំពេដង់នៃ L អញ្ចឹងបើសិនជា sequence នោះជា bobine ឬក៏ sequence នោះគឺជា sequence L គឺគេតាំងដោយ L អញ្ចឹង set L គឺស្មើនឹង L omega គេហៅថា sequence ដែលមាន bobine set មួយទៀតបើសិនជា sequence នោះគឺជា sequence កុងដង់សតើសិតគេតាំងដោយ set C ណាតែ set C របស់យើងគឺស្មើនឹង1លើ C omega អូខេតោះហើយខាងក្រោមនេះគឺតកតងទៅនឹងសម័យកាលការសរសេរសម័យកាលណាអញ្ចឹងបើសិនជាយើងចង់រកសម័យកាលតង់ចុងសម័យកាលតង់ចុងចំពោះ sequence resistor ឬក៏ sequence ដែលមាន resistance សិតគឺតង់ចុងរបស់វាស្របផាសជាមួយនឹងចរន្តដែលកម្រិតផាសរបស់វាគឺស្មើ0តោះហើយចំពោះ bobine ឬក៏ចំពោះ L តង់ចុងរបស់វាគឺលឿនផាសជាងចរន្តណាហើយដើម្បីរកមុំរបស់តង់ចុងគឺស្មើនឹងphi របស់ E ដល់សំទោស phi របស់ E បូកនឹង pi លើ phi ណាហើយមួយទៀតចំពោះកុងដង់សតើគឺចំពោះ C V របស់វាគឺយឺតផាសជាងចរន្ត pi លើ 2អញ្ចឹងកម្រិតផាសរបស់វាគឺដល់ pi លើ 2ហើយបើសិនជាយើងចង់រកមុំរបស់តង់ចុងគឺយើងយកមុំរបស់ចរន្តឬក៏ផាសដើមរបស់ចរន្តដក pi លើ 2អញ្ចឹងនេះគឺជារូបមន្តដើម្បីគណនាអញ្ចឹងយើងក៏លេខទៅមើលលំហាត់របស់យើងវិញណាសំណួរកចុះសំណួរកគឺគណនាអាំពេដង់នៃ sequence របស់យើងគឺជា sequence កុងដង់សតើអញ្ចឹងយើងរក set C ណារក set C អញ្ចឹងគ្រូដាក់អក្សរកមកណាដាក់អក្សរករកអាំពេដង់តោះរកអាំពេដង់នៃកុងដង់សតើឬក៏នៃ sequence ណាគ្រូដាក់កុងដង់ចុះដើម្បីឲ្យគ្នាយើងងាយយល់ថាsequence នេះគឺ sequence អីអញ្ចឹងយើងមើលថាដោយសារវាមាន capacity ឬក៏វាមានកុងដង់សតើសិតគឺយើងរក set C នៃកុងដង់សតើអញ្ចឹងយើងប្រើរូបមន្តមួយណាយើងមើលខ្លួនឯងណាបើសិនជា sequence កុងដង់សតើយើងប្រើរូបមន្ត set C ហ្នឹង set C ស្មើ1លើ C omega តោះអញ្ចឹងលោកគ្រូដាក់តាមរូបមន្តមកតាមរូបមន្ត set C របស់យើងគឺស្មើនឹង1លើ C omega អញ្ចឹងតើ C មកប្រហែល omega មកប្រហែល
ចឹងយើងក៏លេខមកមើលกันណាប្រធានលំហាត់គេប្រាប់ហើយចឹង C ស្មើនឹង10 microfarad ហើយ omega របស់យើងគឺមានរូបមន្តអីគេមាន2 pi f មាន2 pi លើ t មាន2 pi n ណាហូហែអញ្ចឹងវាមានរូបមន្ត2 3អីចឹងតែយើងមើលតើបំរាប់ដែលគេប្រាប់នេះវាចូលក្នុងរូបមន្តមួយណាអូខេតោះអញ្ចឹងយើងសេតាមដំណាក់កាលមួយមកណាដោយ C របស់យើងស្មើនឹង10 microfarad អញ្ចឹង10 micro គឺ10សេគុណ16អញ្ចឹង10គុណ10សេគុណ16 farad ណាអញ្ចឹងកន្លែងនេះយើងអាចសម្រួលលេខ01ហើយនឹងស្វ័យគុណនេះមួយមកយើងអាច CC ថាស្មើនឹង10សេគុណ15 farad តោះហើយ omega អញ្ចឹង omega របស់យើងគឺយើងប្រើរូបមន្ត2 pi f ដោយសារបំរាប់គេប្រាប់ frequency ណាអញ្ចឹងកាលណាគេប្រាប់ frequency មកយើងប្រើដើម្បីរក omega ស្មើនឹង2 pi f បើសិនជាគេប្រាប់ខួបមកយើងអាចប្រើរូបមន្ត2 pi លើទេគេប្រាប់ចំនួនគេចំនួនជុំឬក៏ហ្នឹងហើយចំនួនជុំបើយើងប្រើ2 pi n អីចឹងតោះអញ្ចឹងហើយ f របស់យើងគឺស្មើនឹង50 តោះអញ្ចឹងលោកគ្រូយកជួសចូលកន្លែងនេះមកគេបានថា omega របស់យើងគឺស្មើនឹងគេបានថា omega របស់យើងវាស្មើនឹង2 pi គុណនឹង50អញ្ចឹងយើងយកមួយគុណនឹងមួយគុណមកណា50គុណនឹង2វាបានអញ្ចឹងគ្រូសេតាមលំដាប់ម្ដងចាកុំឲ្យបេក្ខជនមួយចំនួនឆ្ងល់តោះអញ្ចឹងបាន2 pi f របស់យើងគឺ50អញ្ចឹងយកមួយគុណមកណា50គុណនឹង2វាបាន100ហើយ pi គឺវាអត់ដែលទៅតោះហើយຂະຫນາດរបស់ omega គឺរ៉ាត់យ៉ង់ក្នុង1វិនាទីអញ្ចឹងនៅពេលយើងស្គាល់ omega ស្គាល់ c ហើយយើងយកជួសចូលក្នុងរូបមន្តទៅយើងទទួលបាន set c ហើយណាតោះអញ្ចឹងលោកគ្រូសរសេរមកយើងបានset c របស់យើងគឺស្មើនឹង1តោះលើ c របស់យើងគឺ10សេគុណ5តោះដាក់ຂະຫນາດឲ្យគេផងណាតោះ10សេគុណ5 omega របស់យើងគឺស្មើនឹង100អញ្ចឹង100 pi ណាដាក់រ៉ាត់យ៉ង់ក្នុង1វិនាទីចឹងក៏បានដែរណាតោះចឹងគណនាមកចឹង100នេះលោកគ្រូអាចសរសេរ10សេគុណ2បានអត់100វាស្មើនឹង10សេគុណ2អញ្ចឹង10សេគុណ2វាស្មើនឹង10គុណនឹង10ចំនួន2ដងអូខេអញ្ចឹង10សេគុណ2ហើយគុណនឹង10សេគុណដក5វាសល់10សេគុណដក3អញ្ចឹងបោះឡើងលើទៅវាបាន10សេគុណ3ណា10សេគុណ3លើ pi អញ្ចឹងបងប្អូនអាចសេនត្រឹមហ្នឹងក៏បានដែរណាអត់បាច់គណនាទៅទៀតទេអំបេដងនៃកងដងសតើរបស់យើងគឺស្មើប៉ុណ្ណឹងអញ្ចឹងយើងអាចឆ្លើយដូចនេះមកណាដូចនេះset c គឺស្មើនឹង10សេគុណ3លើ pi ហើយຂະຫນາດគឺជាអូមណាអញ្ចឹងយើងឆ្លើយឲ្យគូហុំឲ្យស្អាតហ្នឹងណាតោះអញ្ចឹងនេះគឺជាដំណោះស្រាយរបស់សំណួរកឃើញទេពិបាកកន្លែងណាដូចជាអត់ពិបាកទេណាអញ្ចឹងសង្ឃឹមថាបងអូននឹងយល់ណាទាក់ទងនឹងដំណោះស្រាយកតោះមួយទៀតគ្រូសុំកែបញ្ចប់គឺអក្សរខណាអក្សរខគឺគេឲ្យសរសេរសម័យកាលតង់ឆុងណាតោះអញ្ចឹងយើងចូលអក្សរខគឺគេឲ្យសរសេរសម័យកាលតង់ឆុងខាងណាសរសេរសម័យកាលតង់ឆុងខាងណាអញ្ចឹងគូតាំងដោយវេនេះតេណាមួយណាគណៈតេតោះអញ្ចឹងដល់យើងរំលឹកការពីមុននឹងយើងចូលដំណោះស្រាយគឺគេថាបើសិនជា circuit A វាស្របផាស circuit L វាលឿនផាសអញ្ចឹងនេះជា circuit C អញ្ចឹង circuit C គឺចូលករណីខាងក្រោមដែល way របស់វាយឺតផាសជាងចរន្តអូខេតោះអញ្ចឹងយើងសរសេរសម័យកាលដែលគេឲ្យមកសម័យកាលគេឲ្យគឺចរន្តណាអញ្ចឹងគេឲ្យសម័យកាលចរន្ត E របស់យើងគឺស្មើនឹង E ឬ2 sin omega t ណា omega t អញ្ចឹងចំពោះចរន្តគឺសម័យកាលរបស់យើងដែលគេឲ្យគឺប៉ុណ្ណឹងអញ្ចឹងយើងគ្រាន់តែសរសេរមកថាបញ្ជាក់ប្រាប់គេដោយ circuit នេះជា circuit C នោះតង់ឆុងវាយឺតផាសជាងប៉ុន្មានយឺតផាសចរន្ត10 pi លើ 2អញ្ចឹងគ្រូដាក់ថាដោយតង់ឆុងយឺត
ha chả rón mán đọc hai lượt pi nè đã đọc hai lượt pi đấy nè chẳng Canada dứt đọc hai lượt pi chân vô mà chua trôi được nòng mùng chân nhân bán nốt smai ca rồi tăng song và giống cứ vé smart này mấy ca tăng song cứ vé smart này vé rước rồi pi xin anh ấy đã xin anh ấy ôm thì đó ấy đã mua một cái nó cứ đọc hai lượt anh ấy cứ chơi lồng han muối để tiện tôn cho mình cà phê lỏng hay tới một tiết cứ dưng vô tăng sông và xích từ chua chua nó hay omega và dướng để dưng rồi khơi được non sông nuôi có chua chua được non mai ca này mất chắc là nếu cứ sông bị chẹm mất nè đói quay và dướng cứ smart nâng pi rồi mà phải vốn hay omega smart nâng mà rồi phái nào cứ chơi rạch giống nó mới bị nét tới một tiết cứ dân cho chua chua mai ca tăng sông và dướng dừng bán tăng sông khả năng và dưỡng từ vé smart đừng pi rồi mập thấy được phí xin omega và dưỡng từ mà rồi phai đậm rồi phai mốt đó hai nữa hay khả năng và tăng sông chưa hay trả lời trong câu và dưỡng từ miền tập bình đẳng thế hay dừng trả lời đôi như hay kỳ mình đôi ní quay smart đừng pi rồi mập thấy được phí xin này mông mà rồi thái đọ mình hai lượt bị chắc những khu mà chắc ní cứ chia lùm hạt chỉ khi cho đoàn chlá hai chẳng ní cứ chia đầm nó sai bọc về chẳng sừng khum thà video ní đừng chui đào ôn tại chỉ bạch chôn tiêm vào lòng ngày chân sập đá coi ní đừng thôi bàn từng ngọc như này chẳng video cứ bên chập tùm xong ở cuốn đừng chuyên cô đào ôn ទទួលបាននៅនិទេសល្អដែលខ្លួនឯងបងប្រាថ្នា